ថ្ងៃនេះខ្ញុំមាននៅ topic ថ្មីហើយជាវីដេអូទី4របស់ខ្ញុំទាក់ទងទៅនឹងការឈប់ជាសាធារណៈឬក៏មួយទៀតគេនិយាយថាការឈប់ប្រចាំឆ្នាំយើងចង់ដឹងថាតើការឈប់នៅក្នុង topic នេះមានន័យយ៉ាងម៉េចហើយតើយើងយល់ពីសិទ្ធិនឹងយ៉ាងដូចម្ដេចអញ្ចឹងយើងនឹងទៅតាមដានជាមួយខ្ញុំដូចបាទបងប្អូនឃើញហើយអញ្ចឹងយើងនឹងចូលទៅក្នុង slide របស់យើងថ្ងៃឈប់សម្រាកបុណ្យសាធារណៈឬក៏គេនិយាយថាភាសាអង់គ្លេសថា public holiday ការប្រៀបធៀបជាមួយនឹងប្រទេសដទៃចំនួនថ្ងៃឈប់សម្រាកនៅក្នុងប្រទេសកម្ពុជាគឺយើងអាចនិយាយថាច្រើនគឺចន្លោះពី21ទៅ28ថ្ងៃណាហើយបើធៀបទៅនឹងការឈប់សម្រាក public holiday នៅប្រទេសផ្សេងៗឃើញមានថាបើថៃមាន16វៀតណាមមាន1 USA មានតែការឈប់នេះគឺគេមានការអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំរបស់ទៅតាមរាជរដ្ឋាភិបាលរបស់គេអានេះក៏ជាចំណេះដឹងចែកចម្លែកហើយមិនមែនមានន័យថាខ្ញុំចេះអីទេគឺខ្ញុំមានបណ្ណាខ្ញុំចែកចម្លែកប៉ុណ្ណឹងចុះបើក្នុងករណីដែលបងប្អូនឬក៏ប្រិយមិត្តមាននៅយោបល់ល្អអាចជួយការកុនដើម្បីស្ថាបនាអញ្ចឹងយើងមើលទាំងអស់គ្នាប្រិយមិត្តអាចឃើញថានេះគឺជាបើយើងប្រៀបធៀបទៅនឹងឆ្នាំ2024យើងឃើញមានយើងនឹងរាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 20 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
ថ្ងៃចឹងណាចឹងការឈប់វិញយើងធៀបទៅនឹងឆ្នាំ2024ការឈប់សម្រាកប្រចាំឆ្នាំតើយើងតើមានច្បាប់ទេចែងថាយើងអាចមានសិទ្ធិឈប់ប្រចាំឆ្នាំចឹងជាប្រចាំឆ្នាំគឺរាជរដ្ឋាភិបាលតែងតែប្រកាសពីការឈប់ប្រចាំឆ្នាំណាការឈប់សម្រាកប្រចាំឆ្នាំបើយើងមើលនៅក្នុងនេះគឺអ្នកពេញម៉ោង18ថ្ងៃបើយើងនិយាយទៅ full time worker អញ្ចឹងបើយើងគណនាចែកមួយថ្ងៃគឺមួយខែយើងអាចឈប់មួយថ្ងៃកន្លះគុណនឹង12ខែអញ្ចឹងយើងស្មើនឹង18ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងអ្នកធ្វើការពេញម៉ោងឬក៏មិនពេញម៉ោងគឺអាចទទួលបាននៃការឈប់សម្រាកនេះហើយអានេះគឺជា slide មួយដែលបង្ហាញបាទការឈប់សម្រាកពិសេសនិងប្រាក់ឈ្នួលថ្ងៃបុណ្យយើងដឹងហើយនៅពេលដែលមានការឈប់សម្រាកតែងតែមានការថែមម៉ោងនៅព្រឹត្តិការណ៍ណាមួយអីចឹងណាអញ្ចឹងបន្ថែមនៅព្រឹត្តិការណ៍គឺតែងតែមានហើយថារដ្ឋបាលមានការមានការឈប់សម្រាកដែលស្នើសុំពិសេសចឹងណាវាអាចមាននៅក្នុងការឈប់សម្រាកនឹងកើតឡើងតើការឈប់សម្រាកពិសេសយ៉ាងដូចម្ដេចអ្នកអាចស្នើសុំថ្ងៃឈប់សម្រាកដោយសារមូលហេតុពិសេសតើការឈប់សម្រាកពិសេសមានប្រមាណថ្ងៃអញ្ចឹងយើងមើលទៅគឺយើងទទួលបាន7ថ្ងៃអញ្ចឹង7ថ្ងៃហ្នឹងទៅលើអីខ្លះទី1អាចជាពិធីមង្គលការអាចជាពិធីកូនការឬក៏ការទទួលមរណភាពឬក៏ជំងឺបើយើងនិយាយពីអតិបរមាគឺ7ថ្ងៃក្នុងមួយឆ្នាំតែលើ special leave ហៅថាការឈប់ពិសេសហើយការឈប់ពិសេសហ្នឹងគឺមានប្រាក់ឈ្នួលដែរណាគឺមានប្រាក់ឈ្នួលការអនុវត្តនឹងការអំពាវនាវមានន័យថាការផ្ដល់យោបល់អញ្ចឹង